មានអ្នកលកាកាមីនមួយប្រៀបដូចជាមានគ្រូបង្វឹកក៏ដូចជាអ្នកតាមដាននៅការហ្វឹកហាត់របស់យើងទាំងអស់តែម្ដងបើសិនជាខ្ញុំបង្ហាញបងប្អូនពីអ្នកលការបស់ខ្ញុំនោះបងប្អូននឹងដឹងថាតើសមត្ថភាពកីឡារបស់ខ្ញុំកម្រិតណាគឺយើងនឹងដឹងតែម្ដងមកសម្រាប់អ្នកកីឡាដូចគ្នានៅពេលដែលគេឃើញ VO2 max របស់យើងអូនមកខាងក្រោមមកពេលដែលគេឃើញ VO2 max របស់យើងគឺគេនឹងដឹងហ្មងថាតើសមត្ថភាពកីឡារបស់យើងបែបណានេះ VO2 max បាទនេះឥឡូវនេះគឺ VO2 max របស់យើង60ចឹងបើសិនជាគេក្រោមយើងមានន័យថាយើងខ្លាំងជាងគេហើយប៉ុន្តែបើសិនជាអាយុស្មើគ្នាអញ្ចឹងណាហើយបន្តមកទៀតយើងអាចមើលដឹងអំពីនេះ endurance score របស់យើងប៉ុន្មាន hill score របស់យើងប៉ុន្មានបន្ទុកឡើងភ្នំបន្ទុកស៊ូទ្រាំអញ្ចឹងណាកាលណាបន្ទុកយើងកាន់តែច្រើនគឺយើងកាន់តែខ្លាំងជាងគេហើយគេដឹងទៀតថាការហ្វឹកហាត់របស់យើងនឹងបែបណាឥឡូវនេះគឺកំពុងគេដាក់ train ហ្នឹងគឺកំពុងគេហៅថាយើងហ្វឹកហាត់ខ្លាំងអីចឹងទៅបាទហើយបន្តមកទៀតឥឡូវនេះគេដឹងទៀតគេដឹងថាអូម្សិលមិញយើងរត់ខ្លាំងអីចឹងទៅអញ្ចឹងថ្ងៃនេះគឺយើងអស់កម្លាំងលេងឯងសល់តែមួយទេហើយអ្នកលកានេះប្រៀបដូចជាគ្រូបង្វឹកចឹងបងប្អូននេះអ្នកលកាកាមីនរបស់ខ្ញុំដូចជាគ្រូបង្វឹកចឹងថ្ងៃនេះពេលដែលយើងចូលរត់គឺវាដាក់កម្មវិធីឲ្យយើងរត់ទេសួរថាហេតុអីដោយសារតែកម្លាំងយើងអស់ហើយអញ្ចឹងថ្ងៃនេះយើងចូលមើលកន្លែង workout library របស់យើងមកគឺវាដាក់ថា rest day គឺថ្ងៃដែលយើងសម្រាកអញ្ចឹងស្អែកឡើងបានមានកម្មវិធីហ្វឹកហាត់ទៀតអញ្ចឹងខ្ញុំដូចខ្ញុំនិយាយអញ្ចឹងគឺមានអ្នកលកានេះមួយដូចមានគ្រូបង្វឹកហើយក៏ដូចជាអ្នកតាមដានការហ្វឹកហាត់របស់យើងទាំងអស់តែម្ដងបាទហើយសូម្បីតែយើងត្រូវសម្រាកប្រហែលម៉ោងគាត់ថានេះ recovery របស់យើងត្រូវសម្រាកប្រហែលម៉ោងគឺវាដឹងទៀតនេះ recovery time របស់យើងនេះត្រូវសម្រាប់63ម៉ោងទៀតអញ្ចឹងដល់សល់63ម៉ោងទៀតបានកម្លាំងរបស់យើងមកវិញអញ្ចឹងយើងអាចទៅរត់ផ្ទះផ្ដាស់បានទេដោយសារកម្លាំងរបស់យើងអស់ហើយសូម្បីយើងដេកគ្រប់អីគឺអ្នកលកាដឹងតែម្ដងអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងអ្នករត់គេគ្រាន់តែឃើញ VO2 max របស់យើងគេដឹងថាសមត្ថភាពនៃការរត់របស់យើងបែបណាហើយអញ្ចឹងបើសិនបងប្អូនចង់ឲ្យការហ្វឹកហាត់របស់យើងគេហៅថាអភិវឌ្ឍលឿនក៏ដូចជាការរត់មានកម្មវិធីហ្វឹកហាត់ច្បាស់ដូចជាគ្រូបង្វឹកដាក់ឲ្យបងប្អូនអាចប្រើប្រាស់អ្នកលកា Garmin បានគឺជួយការរត់របស់យើងឲ្យខ្លាំងជាងមុនតែម្ដងអូខេបាយបាយ